បាទជម្រាបសួរបងប្អូនប្រិយមិត្តជាទីមេត្រីបាទចំពោះវីដេអូនេះសម្រាប់បងប្អូនណារវល់ហើយក៏អត់មានពេលតាមដានព័ត៌មានអញ្ចឹងកម្មវិធីនេះជាកម្មវិធីសម្រាប់សក្ខេបព័ត៌មានពង្រួញឲ្យខ្លីឃ្លាខ្លឹមបាទដើម្បីបងប្អូនបានអឺខ្លឹមសាររបស់ព័ត៌មាននៃថាបច្ចុប្បន្នតាមទាក់ទងពីរឿងអន្តរប្រវេសន៍បាទអញ្ចឹងថ្ងៃនេះមាន3ចំណុចចង់ចែកចាយបងប្អូនណាបាទអញ្ចឹងដើម្បីកុំឲ្យខកខានយើងចាប់ផ្ដើមអញ្ចឹងព័ត៌មានទី1ទាក់ទងពីរឿង H1B បាទសោកស្ដាយណាស់ដូចថាអឺដូចថាក្រុមហ៊ុនធំមានការរអាក់រអួលបាទនឹងការដូចថាផ្អាកអឺទទួលប្រូក្រាមនេះបាទព្រោះធានាធិបតី Donald Trump គាត់បានដាក់ដូចថាលក្ខខណ្ឌមួយធ្ងន់ធ្ងរថាអ្នកចង់បានបុគ្គលិកក្រៅស្រុកតាមកម្មវិធី EB សំទោសតាមកម្មវិធី H1B ហ្នឹងត្រូវបង់ fee បាទ$10,000បាទអញ្ចឹងធ្ងន់ណាស់បាទអញ្ចឹងអ្វីដែល Donald Trump ចង់ធ្វើហ្នឹងគាត់ចង់ឲ្យក្រុមហ៊ុនបាទជ្រើសរើសនិងជួលនិងរកបុគ្គលិកបាទ locally បាទនៅក្នុងស្រុកអញ្ចឹងចំពោះប្រូក្រាមនេះសោកស្ដាយមែនបាទព្រោះខាងខ្ញុំក្តីក៏ទំចាប់ផ្ដើមប្រឡូកចូលនៅក្នុងកម្មវិធីហ្នឹងប៉ុន្តែឥឡូវនេះពិបាកណាស់បាទបើសិនបុគ្គលិកត្រូវអឺជ្រើសរើសហើយត្រូវបង់ប្រាក់ខែបុគ្គលិក H1B ហើយត្រូវបង់ fee 10,000ទៅលើបន្តិចវាធ្ងន់បាទអញ្ចឹងក្រុមហ៊ុនធំនឹងផ្អាកបាទឬនឹងលែងប្រើកម្មវិធី H1B បាទសោកស្ដាយហើយទៅកម្មវិធីបន្ទាប់មកទាក់ទងពីរឿងស្បត់ចូលសញ្ជាតិណាបាទបងប្អូនមួយចំនួនធំសាសគេសាសខ្មែរក្តីគិតបានដូចថាចំយូរវែងដើម្បីសម្រេចចិត្តដាក់ពាក្យចូលសញ្ជាតិប៉ុន្តែព្រោះតែក៏មិន shut down ណាបាទគេផ្អាកបាទរបស់រដ្ឋាភិបាលនឹងមកវាប៉ះពាល់បាទអញ្ចឹងបងប្អូនណាដូចថាបេក្ខជនថាដាក់ពាក្យទៅមានថ្ងៃដូចថាចូលស្បត់ណាចូលស្បត់ជាដំណាក់កាលចុងក្រោយធម្មតាយើងដាក់ពាក្យយើងសភាជាសភាបានយើងទៅស្បត់ចឹងថ្ងៃដែលគាត់ទៅស្បត់ហ្នឹងគាត់មាន appointment នាំគ្នានាំគ្រួសារទៅស្បត់ណាដើម្បីឲ្យគ្រប់កិច្ចរបស់ចូលសញ្ជាតិហ្នឹងប៉ុន្តែចៃដន្យអីអឺកៅ USCIS office ហ្នឹងគេបិទច្រើនមែនទែនបាទអញ្ចឹងគេត្រូវ reschedule គេត្រូវគេចាំទៅរកម្មរកុសខ្លាំងមែនទែនចំពោះបេក្ខជនដែលដាក់ពាក្យចូលសញ្ជាតិដល់ដំណាក់កាលចុងក្រោយចិត្តដល់ត្រាយហើយចៃដន្យអីគេ cancel ច្រើនមែនទែនបាទហើយទៅវាមិនគួរ cancel ព្រោះក្រសួងអន្តរប្រវេសន៍អង់គ្លេសគេហៅ USCIS អក្សរកាត់ហ្នឹងខាងហ្នឹងភាគច្រើនគេអត់បានលុយមកពីរដ្ឋាភិបាលទេពីរឿងតាធម្មតាគេបានលុយមកពី application fee បាទលុយដែលយើងបង់ទៅដាក់ពាក្យហ្នឹងគេយកnóមក operate ប៉ុន្តែអត់ដឹងតមូលហេតុអីច្បាស់លាស់ថាមួយចំនួនធំថ្ងៃដែលគេស្បត់ហ្នឹងគេត្រូវ cancel ចោលបាទខាង director នៅខាង USCIS គេថាវាប៉ះពាល់ពីរឿង shutdown អឺនេះជាព័ត៌មានដែលបានរាយការណ៍មកពីខាង USCIS ប៉ុន្តែគេអត់មាននិយាយពីថាមូលហេតុអីព្រោះគេឆ្ងល់គ្រប់គ្នាថាគេដឹងថា USCIS បានលុយមកពី application fee ពីថ្លៃដាក់ពាក្យមិនមែនមកពីលុយសភាតម្លាក់ឲ្យតាមពន្ធដារឬតាម taxpayer money អីទេបាទអញ្ចឹងសោកស្ដាយបងប្អូននោះទៅគាត់ខំទិញប៉ប៉ោងទិញផ្កានាំកូនប្រពន្ធប្តីឡាក់ពុកម្ដាយទៅចូលរួមអបអរសាទរចូលស្បត់ដើម្បីដល់ត្រាយហើយប៉ុន្តែចុងក្រោយអត់ដល់ត្រាយបាទសោកស្ដាយនេះជាចៃដន្យបាទរឿងចៃដន្យសោកស្ដាយចំពោះគាត់ហើយទៅព័ត៌មានចុងក្រោយបាទទី3បាទចំពោះអឺបងប្អូនមួយចំនួនដែលជប់បាទអញ្ចឹងបងប្អូនមួយចំនួនដែលចង់ដូចថា
ដាក់ពាក្យឲ្យឆាប់លឿនដើម្បីបានតេស្តចាស់បាទអញ្ចឹងបងប្អូននឹងស្ដាប់ឲ្យខាងក្រសួង USCIS គេនឹងអនុវត្តគេថា rule ថ្មីបាទគេ policy ថ្មីចាប់ពីថ្ងៃទី20ខែនេះខែ10នេះខែតុលានេះអញ្ចឹងបើសិនក្តារស្នាមយើងដល់កន្លែងគេថ្ងៃទី20ឬក្រោយថ្ងៃទី20ខែនេះអញ្ចឹងគេនឹងអនុវត្តច្បាប់ថ្មីអញ្ចឹងសំណួរក៏ច្រើនក៏ពិបាកជាងមុនបាទហើយទៅគេនឹងចាក់ដោតជ្រៅជាងចាក់ឬចាក់គោលពីស្អីគេពីគេហៅ more character ពីអត្តចរិតយើងធ្វើការអត់លក្ខណៈអញ្ចឹងច្រើនបាទអញ្ចឹងបើសិនបងប្អូនឥឡូវយើងថ្ងៃនេះថ្ងៃ14អញ្ចឹងសល់6ថ្ងៃទៀតបើសិនបងប្អូនមានចិត្តចង់ដាក់ពាក្យដើម្បីចាប់យកគេហៅច្បាប់ចាស់ស្រួលជាងវាអត់ស្រូវរញ៉េរញ៉ៃជាងបងប្អូនអាចទាក់ទងមកកន្លែងជាមណ្ឌលខាងយើងខ្ញុំដើម្បី process ឲ្យឆាប់ធ្វើមិនធ្វើតាមអនឡាញដើម្បីឲ្យដល់ដើម្បីមានកាយប័ត្រ receipt number ពីក្រសួងអន្តរប្រវេសន៍បាទឲ្យមុនថ្ងៃទី20បាទអញ្ចឹងបើសិនជាបងប្អូនមានសំណួរអីសូមមេត្តាដាក់ comment នៅខាងដាក់ comment មកហើយទៅក្រុមការងារនឹងទំនាក់ទំនងទៅបងប្អូនបាទអញ្ចឹងសូមអរគុណសូមជម្រាបលា